ក្នុងទីកន្លែងមិនសូវមានពលឺក្លិនមិនសូវល្អនឹងសើមក្មេងប្រុសម្នាក់កំពុងបដូរដុំអំបោះ12ម៉ោងក្នុងមួយថ្ងៃក្នុងតម្លៃឈ្នួលត្រឹមតែ$1តើអ្នកណាអាចទាយដឹងថាក្មេងដែលសូម្បីតែសាលារៀនមានវាសនាបានចូលទីទួចបំផុតរូបនេះនឹងក្លាយជាបរិបទដែលមានជំនឿបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិអ្វីដែលពិសេសគាត់ចែករំលែកស្ទើរតែទាំងអស់ដើម្បីផ្លាស់ប្ដូរជីវិតមនុស្សរាប់លាននាក់នេះមិនមែនគ្រាន់តែជារឿងរ៉ាវរបស់មហាសេដ្ឋីដៃថែបម្នាក់ទេតែវាគឺជាខ្លឹមសារនៃការតស៊ូដោយកម្លាំងបាយនិងប្រាជ្ញាពីបាតដៃទទេមកជាម្ចាស់អាណាចក្រនិងពីមហាសេដ្ឋីចិត្តដែកមកជាអ្នកដែលផ្ដល់ឲ្យដកដងដំជួបជាមួយរឿងរ៉ាវពិតរបស់ Andrew Carnegie លោក Carnegie បានចាប់កំណើតនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1935នៅ Scotland គ្រួសារ Carnegie រស់នៅក្នុងផ្ទះតូចមួយក្នុងវ័យកុមារភាពលោក Carnegie បានធំឡើងក្នុងបរិយាកាសតស៊ូហើយឪពុកលោកតែងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំនិងសមភាពសង្គមនៅពេលដែលបដិវត្តឧស្សាហកម្មបានប្លន់យកអាជីពដាំបាញពីដៃឪពុកលោកនិងរួមជាមួយនឹងវិបត្តិសេដ្ឋកិច្ចនៅ Scotland ផងក្នុងឆ្នាំ1948បានបង្ខំឲ្យគ្រួសារលោកលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីសន្សំប្រាក់ធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយសង្ឃឹមថានឹងរកបានជីវភាពល្អប្រសើរក្នុងឆ្នាំនោះពួកគេបានមកដល់ Pittsburgh ដោយគ្មានអ្វីសោះក្រៅពីក្តីសង្ឃឹមដ៏សែនស្ដួយស្ដើមហើយគ្រួសារលោករស់នៅក្នុងស្ថានភាពដ៏លំបាកយ៉ាប់យ៉ឺនណាស់ក្នុងវ័យ13ឆ្នាំ Andrew Carnegie ត្រូវបង្ខំចិត្តបោះបង់សាលារៀនដោយសារគ្រួសារមិនអាចមានលទ្ធភាពដើម្បីចូលទៅធ្វើការជាអ្នកបដូរដុំអំបោះក្នុងរោងចក្រវិជ្ជាភ័ណ្ឌក្មេងប្រុស Carnegie ធ្វើការ12ម៉ោងក្នុងមួយថ្ងៃនិងទទួលបានប្រាក់ឈ្នួលត្រឹមតែ$1.20ប៉ុណ្ណោះក្នុងមួយសប្តាហ៍ការងារនេះគឺជាការងារដ៏លំបាកដែលលោកត្រូវនៅក្នុងបន្ទប់មិនសូវមានពន្លឺសើមនិងមានក្លិនមិនសូវល្អយ៉ាងណាក្តីវាបានបង្រៀនលោកពីតម្លៃការតស៊ូព្យាយាមនិងចេះសន្សំសំចៃលោក Carnegie មិនដែលឲ្យភាពក្រីក្រមកឃុំឃាំងមជ្ឈតារបស់គាត់ឡើយគាត់ធ្លាប់និយាយថាក្នុងពេលនោះគាត់បានស្រីឃ្លានចំណេះដឹងខ្លាំងណាស់ដោយយប់ឡើងគាត់ប្រើប្រាស់ពន្លឺចង្កៀងដើម្បីអានសៀវភៅហើយគាត់អានបានច្រើនណាស់គាត់ថាឲ្យតែមានឱកាសគាត់ត្រូវតែរៀនសូត្ររហូតគាត់អាចក្លាយជាអ្នកនាំសារ Telegram ដ៏រហ័សរហួនបន្ទាប់ពីនឹងក៏បន្តទទួលបានការងារបន្តរហូតដល់អាចឈានជើងចូលទៅក្នុងពិភពដៃថៃដែលជាចំណុចចាប់ផ្ដើមនៃអាណាចក្រអមគាត់ភាពខុសគ្នារវាង Andrew Carnegie និងមនុស្សជាច្រើនគឺ Carnegie គឺជាអ្នកដែលស្រីឃ្លានចំណេះដឹងនិងឆ្លាតវៃក្នុងការចាប់ឱកាសបំផុតលោកបានសង្កេតឃើញថាពិភពលោកកំពុងត្រូវការដៃថែបដើម្បីសាងសង់ស្ពានអគារខ្ពស់និងផ្លូវដែកជាពិសេសក្រោយសង្គ្រាមស៊ីវិលក្នុងឆ្នាំ1965លោកបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Keystone Works ដើម្បីសាងសង់ស្ពានដែករួចក្នុងឆ្នាំ1872លោកបានធ្វើដំណើរទៅអង់គ្លេសដើម្បីរៀនពីដំណើរការ Mesmer Process ដែលជាបច្ចេកវិទ្យាថ្មីក្នុងការផលិតដែកថែបថោកនិងប្រសិទ្ធភាពទោះបីជាត្រូវប្រឈមមុខនឹងការបដិសេធពីអ្នកវិនិយោគឬវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសារក៏លោកមិនដែលរុញរាឡើយលោកបានផ្ដល់ជីវិតលើបច្ចេកវិទ្យាថ្មីក្នុងការផលិតដែកថែបរហូតបង្កើតបានជាក្រុមហ៊ុន Carnegie Steel Company ក្នុងឆ្នាំ1892ដែលជាអាណាចក្រឧស្សាហកម្មដ៏មហិមាបំផុតនៅអាមេរិកនឹងធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាង$300លានដែលគេបានប្រមាណថាវាស្មើប្រមាណ$100,000 លានសប្តាហ៍នេះអ្វីដែលធ្វើឲ្យរឿងរ៉ាវរបស់លោកកាន់តែមានភាពលេចធ្លោដូចទៅនឹង Elon Musk ក្នុងសម័យគឺនៅពេលដែលលោកបានសម្រេចចិត្តលក់អាណាចក្ររបស់ខ្លួនឲ្យទៅលោក Morgan ក្នុងឆ្នាំ1901ក្នុងតម្លៃ$480លានដែលជាកិច្ចព្រមព្រៀងធំបំផុតក្នុងប្រវត្តិសាស្ត្រពេលនោះហើយបង្កើតបានជា US Steel ដែលជាក្រុមហ៊ុនដែកថែបធំបំផុតរបស់ពិភពលោកលោកបានបង្វែរទ្រព្យសម្បត្តិស្ទើរតែទាំងអស់ប្រមាណ 90% ទៅជាកិច្ចការសប្បុរសធម៌លោកបានសាងសង់បណ្ណាល័យសាធារណៈជាង 2,500 កន្លែងជុំវិញពិភពលោករួមទាំងប្រទេស Scotland និងប្រទេសផ្សេងទៀតព្រោះលោកជឿថាបណ្ណាល័យជាមធ្យោបាយល្អបំផុតដើម្បីផ្ដល់ចំណេះដឹងដោយឥតគិតថ្លៃលោកក៏បានបង្កើតសាកលវិទ្យាល័យ Carnegie Mellon នៅ Pittsburgh និងគ្រឹះស្ថានស្រាវជ្រាវផ្សេងៗលោកបានផ្ដល់ប្រាក់$350លានស្មើប្រមាណ$11,000លានសប្តាហ៍នេះសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌រួមទាំងសាងសង់ Carnegie Hall នៅ New York ដែលជាសាលតន្ត្រីដ៏ល្បីលោកបានបន្សល់ទុកនៅទស្សនៈដ៏ល្បីល្បាញនៅក្នុងសៀវភៅ The Gospel Hour ឆ្នាំ1889ថាបុរសដែលលាចាកទៅទាំងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដោយមិនបានចែករំលែកគឺជាការស្លាប់ដ៏អាម៉ាស់បំផុតលោកជឿថាមហាសេដ្ឋីត្រូវតែចែករំលែកទ្រព្យសម្បត្តិឲ្យសង្គមដើម្បីកុំឲ្យសង្គមមានភាពមិនស្មើគ្នាច្រើនពេកនិងដើម្បីសង្គ្រោះខ្លួនពីការស្លាប់ដោយគ្មានតម្លៃលោកបានរៀបការក្នុងឆ្នាំ1880នៅវ័យ51ឆ្នាំនឹងមានកូនស្រីម្នាក់ឈ្មោះថា Margaret ដែលជាអ្នកស្នងនៃមរតកសប្បុរសធម៌របស់លោកបានលាចាកលោកយ៉ាងនេះក្នុងឆ្នាំ1919ក្នុងវ័យ83ឆ្នាំដោយសារជំងឺរលាកសួតរឿងរ៉ាវរបស់លោក Andrew Carnegie បង្រៀនយើងថាដើមកំណើតមិនមែនជាជោគវាសនាឡើយការចាប់ផ្ដើមចេញពីភាពក្រីក្រមិនមែនជាឧបសគ្គដែលរារាំងយើងមិនឲ្យសម្រេចបាននូវសមិទ្ធផលដ៏មហិមានោះទេ
ប៉ុន្តែវាគឺជាសាលារៀនដែលបង្រៀនយើងឲ្យស្គាល់ពីតម្លៃនៃភាពតស៊ូព្យាយាមចាប់យកឱកាសនិងការចែករំលែកទៅឲ្យអ្នកដទៃសម្រាប់ខនិជីជោគជ័យពិតប្រាកដមិនមែនស្ថិតនៅលើចំនួនទឹកប្រាក់ដែលយើងរកបាននោះទេយ៉ាងណាមិញស្ថិតនៅលើចំនួនជីវិតដែលយើងបានផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងដូចជាការផ្ដល់ឱកាសអប់រំដល់មនុស្សរាប់លាននាក់តាមបណ្ណាល័យនិងសាកលវិទ្យាល័យរបស់លោកបានបង្ហាញថាទ្រព្យសម្បត្តិគឺជាឧបករណ៍សម្រាប់ផ្លាស់ប្ដូរសង្គមមិនមែនជាគោលដៅចុងក្រោយទេរឿងរ៉ាវរបស់លោកគឺជាការបំផុសគំនិតសម្រាប់អ្នកតស៊ូចំនួនក្រោយដែលបង្ហាញថាទោះបីជាចាប់ផ្ដើមពីភាពទទេក៏អាចសាងសង់អាណាចក្រនិងបន្សល់ទុកមរតកដ៏អស្ចារ្យបានដែរកុំឲ្យភាពខ្វះខាតក្នុងថ្ងៃនេះមកបិទបាំងពន្លឺនៃថ្ងៃស្អែករបស់អ្នកឲ្យសោះចូលចង់ចាំថាដៃថែបត្រូវឆ្លងកាត់ភ្លើងដ៏ក្តៅបំផុតទើបក្លាយជាដៃដ៏រឹងមាំចំណែកមនុស្សក៏ត្រូវឆ្លងកាត់ភាពលំបាកបំផុតដែរទើបក្លាយជាបុគ្គលឆ្នើម